90 វិនាទី today ខ្ញុំនឹងនិយាយអំពី website 2ដែលអ្នកទាំងអស់គ្នាអាចទៅស្វែងរក idea ឬក៏ creative ផ្សេងៗសម្រាប់ថត music video website ទី1ហ្នឹងគឺជា iCandy website មួយហ្នឹងវាមានភាពច្នៃប្រឌិតឡូយមែនតើគេយកជា video ហ្នឹងទៅធ្វើជា GIF file វា load រហូតនៅក្នុង website ហ្នឹងហើយវាមានផ្ដល់ជាព័ត៌មានឲ្យយើងច្រើនទៀតសម្រាប់ការស្វែងយល់ពី shot នីមួយៗ effect នីមួយៗឬក៏ movement នីមួយៗនៅក្នុងហ្នឹងនៅពេលដែលយើងចុចលើ GIF ហ្នឹងយើងឃើញមានshot ផ្សេងៗដែលគេ pick up មកពី MV ផ្សេងៗគ្នាសូម្បីតែការហៅឈ្មោះរបស់វានឹងជាអីគេក៏គេដាក់នៅលើហ្នឹងដែរ website iCandy ហ្នឹងគឺខ្ញុំប្រើវាសម្រាប់ស្វែងរក idea ក៏ដូចជា creativity មួយចំនួនដែលអាចឲ្យខ្ញុំយកវាទៅដាក់ជាមួយនឹង music video ដែលខ្ញុំ direct បានហើយវាជួយច្រើនណាស់វាជួយច្រើនមែនតើចូលទៅ website ទី2ដែលខ្ញុំលើកឡើងនេះគឺជា Shotdeck នេះគឺវា pick up រឿងច្រើនមែនតើមកដាក់នៅក្នុងហ្នឹង website នេះរៀងចាយលុយតិចអាចប្រើ trial ទៅបើសិនជា useful យើងអាច pay បាន Shotdeck នេះគឺមាន detail ច្រើនមែនតើជារឿងប្រភេទអីអ្នកណាគេជា director អូច្រើនណាស់ដែលខ្ញុំរៀបរាប់អត់អស់នៅក្នុង90វិនាទីនេះ90វិនាទី today ខ្ញុំមានប៉ុណ្ណឹងសូមអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាហើយមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា Bye see you video ក្រោយ